សំណួររបស់បងប្រុសម្នាក់គាត់បានសួរមកកាន់កម្មវិធីផ្លូវជីវិតចាគាត់បានសួរថាគាត់ជឿដល់ព្រះយេស៊ូវដែរចាប៉ុន្តែឥឡូវហ្នឹងគឺតាំងពីមានសង្គ្រាមមកផ្ទះគាត់គឺត្រូវបានខ្ទេចខ្ទីហើយចាប៉ុន្តែសេចក្តីជំនឿគាត់នៅតែមិនបោះបង់គាត់នៅតែជឿដល់ព្រះដដែលប៉ុន្តែគាត់ចង់សួរថាតើហេតុអ្វីបានជាព្រះឲ្យគាត់ជួបរឿងបែបនេះឥឡូវនេះសេចក្តីជំនឿមានតែបញ្ហាគឺគាត់អត់មានផ្ទះនៅតើគិតដូចម្ដេចចាអញ្ចឹងខ្ញុំសូមមកឆ្លើយជាមួយនឹងសំណួររបស់បងប្រុសដែលបានសួរចាប៉ុន្តែហើយចាសេចក្តីជំនឿជាមួយនឹងការរស់នៅគឺអត់ពាក់ព័ន្ធគ្នាទេសេចក្តីជំនឿគឺជាការដែលជឿដល់ព្រះយេស៊ូវដើម្បីឲ្យបានរួចទោសពីបាបចាត្រូវបាបត្រូវបានអត់ទោសចាហើយព្រះអង្គគឺត្រូវខាងវិញ្ញាណចាព្រោះព្រះអង្គមានបន្ទូលហើយចាពាក្យខ្ញុំគឺត្រូវខាងវិញ្ញាណចាសាច់ឈាមចាគឺអត់ប្រយោជន៍សាច់ឈាមគឺអាសាអត់ការសាច់ឈាមគឺគង់តែស្លាប់ពុករលួយតែពាក្យខ្ញុំនិយាយការអ្នករាល់គ្នាទៅកាន់អ្នកទាំងអស់គ្នាគឺត្រូវខាងវិញ្ញាណចាវិញ្ញាណនោះហើយជាជីវិតចាអញ្ចឹងអត់ពាក់ព័ន្ធជាមួយនឹងការឆេះទេចាសំខាន់គឺព្រះអង្គគឺផ្ដោតទៅលើវិញ្ញាណចាសង្គ្រោះបានវិញ្ញាណពួកអីត្បិតព្រះអង្គគឺអត់ត្រូវខាងសាច់ឈាមទេចាសាច់ឈាមគឺគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះសំខាន់សេចក្តីជំនឿអញ្ចឹងសាច់ឈាមគឺយើងនៅតែជួបការអាក្រក់ចាសាច់ឈាមទោះបីជាយើងជឿដល់ព្រះយេស៊ូវក៏យើងមិនអាចជឿផុតពីសេចក្តីស្លាប់ដែរចាកុំថាឡើយគ្រាន់តែផ្ទះសម្បែងយើងនៅសូម្បីតែនេះផ្ទះរូបកាយយើងដែលជាផ្ទះនេះក៏ត្រូវតែខូចត្រូវតែស្លាប់ត្រូវតែបាក់បែកត្រូវតែទៅជាទលីដីវិញនៅថ្ងៃណាមួយដែរចាហើយផែនដីទាំងមូលគឺកុំថាឡើយផ្ទះប្អូនសូម្បីតែផែនដីទាំងមូលក៏ព្រះអង្គត្រូវរើចេញដែរត្រូវបំផ្លាញចោលដែរចាដោយសារអ្វីនោះហើយទើបយើងដឹងថាដោយសារវិញ្ញាណអាក្រក់វិញ្ញាណអរិយសាតាំងដែលវានៅផែនដីនេះវាមានអំណាចចាវាធ្វើឲ្យមនុស្សចាពេញទៅដោយសេចក្តីអាក្រក់អំពើបាបចាកាប់សម្លាប់បំផ្លាញដុតគឺគ្រប់ទាំងអស់អញ្ចឹងហើយសេចក្តីជំនឿជឿដល់ព្រះយេស៊ូវអត់ពាក់ព័ន្ធជាមួយនឹងការឆេះផ្ទះឬក៏ការក្រខូចខាតទ្រព្យសម្បត្តិទេបងអូនសេចក្តីជំនឿគឺជឿដើម្បីឲ្យបានរួចទោសបាបត្រូវបានអត់ទោសចាហើយឲ្យយើងស្គាល់នៅសេចក្តីពិតហើយឲ្យយើងដឹងថាការរស់នៅផែនដីនេះគ្រាន់តែជាការបណ្ដោះអាសន្នប៉ុណ្ណោះចាគឺវាអត់ថិតថេរទេអញ្ចឹងហើយយើងជឿដល់ព្រះដើម្បីបានបាបត្រូវបានរួចទោសហើយយើងបានស្គាល់គ្រប់ទាំងការអាកំបាំងទាំងអស់ហ្នឹងយើងដឹងទុកមុនថាហេតុអីបានជាការអាក្រក់កើតឡើងចំពោះមនុស្សហើយនៅលើភពផែនដីអញ្ចឹងនៅពេលដែលយើងដឹងមុនយើងត្រៀមខ្លួនជាស្រេចចាយើងត្រៀមខ្លួនជាស្រេចអញ្ចឹងជីវិតយើងការអាក្រក់ទោះជួបប៉ុន្តែយើងនៅមានតែក្តីសង្ឃឹមយើងនៅមានក្តីសង្ឃឹមជឿដល់ព្រះយើងនៅមានក្តីសង្ឃឹមជានិច្ចចានៅពេលវេលាណាដែលយើងចាក់ចេញពីរូបកាយពេលណាគឺយើងបានទៅនៅឋានសួគ៌ជាមួយព្រះអង្គយ៉ាងពិតប្រាកដដោយសារសេចក្តីជំនឿហើយជឿដោយស្មោះចាស្លាប់រស់ក្នុងព្រះជឿដោយដើរតាមព្រះកោតខ្លាចព្រះកើតជាថ្មីឆ្កាងសាច់ឈាមចាសូមអរគុណ